បាទសួស្តីអ្នកនរគ្នាខ្ញុំមក present ទៅដល់មេរៀន Statistics សាកលវិទ្យាល័យជំនាន់មុខខ្ញុំជាឋាន Public Relations វិទ្យាសាស្ត្រជាបញ្ញាបត្រមុខវិជ្ជាស្ថិតិកុំព្យូទ័រប្រធានបទការទៅសាមពីសិទ្ធិភាពនៃការសិក្សារបស់សិស្សនិស្សិតតាមប្រព័ន្ធបូតនៅសាកលវិទ្យាល័យជំនាន់មុខខ្ញុំគឺថា LMS ក្នុងសាកលវិទ្យាល័យមាន LMS system នឹងរៀនមកStatistics ស្ថិតិដំណើរសាស្ត្រាចារ្យដឹងលសក់ខ្ញុំសូមអាន slide បើកឆាក3 slide សមាជិកក្រុមបានមានលាសិឆាន់គិតជីវិរិនសភានៃសមាជិកខ្ញុំតាមសាស្ត្រសាស្ត្រ Profikin ស្មានតាហ៊ុនវិហួរឆយកនកំឡុងជាជាមអេសខាងតំណាងផលបរិតែខ្ញុំនេះខ្ញុំលេខ5ខ្ញុំអាន slide ខ្ញុំនីតិកាលសេចក្តីផ្ដាំគោលបំណងវិភាគស្ថិតិសន្និដ្ឋានសូមអានទៅស្ដីសិនសេចក្តីផ្ដាំបច្ចុប្បន្ននៅសាកលវិទ្យាល័យស្មិនភូមិបានទទួលយកមូលដ្ឋានប្រាស់សម្រាប់សិស្សវិទ្យាស្ថានពុទ្ធវិទ្យាជាប្រព័ន្ធគ្រប់គ្រងការសិក្សាដើម្បីផ្ដល់ភាពងាយស្រួលដល់និស្សិតនិងគ្រូបង្រៀនក្នុងការចែករំលែកមេរៀនឯកសារមេរៀននិងការវិតម្លៃចំណេះដឹងផ្សេងៗមួយដងគឺជាវេទិកាសិក្សាតាមអ៊ីនធឺណិតដែលត្រូវបានជ្រើសរើសសម្រាប់ការប្រើប្រាស់នៅសាកលវិទ្យាល័យនៅសាកលវិទ្យាល័យមហាវិទ្យាល័យឬវិទ្យាស្ថាននិងកន្លែងការងារជាដើមស្ថិតិនៃស្ថិតិគឺជាវិទ្យាសាស្ត្រនៃការប្រមូលផ្ដុំនិងបកស្រាយទិន្នន័យដូចជាការសន្និដ្ឋានទិន្នន័យសម្រាប់ព្យាករណ៍ពេលអនាគត frequency នៃ concept frequency ការប្រើប្រាស់បង្ហាញចំនួនភាគរយនិងកំណើនភាគរយនិងកំណើនភាគរយនិងងាយស្រួលសម្រាប់វិភាគ frequency វាគឺការសិក្សាតែមក variable មានអត្ថន័យហើយ concept គឺប្រើសម្រាប់បង្ហាញទំនាក់ទំនងរវាង variable ជាច្រើន particular concept គឺជារាង matrix table មាន row column concept to variable គឺច្រើនមានថាគឺការសិក្សាពីរ variable ឬពីរអត្ថ័យក្នុងពេលជាមួយឬក៏ច្រើនជាងនេះអញ្ចឹងខ្ញុំអាន slide ទៀតពីគោលបំណងសិក្សាការប្រើប្រាស់ model របស់សិស្សនិស្សិតវាតម្លៃប្រសិទ្ធភាពនៃប្រព័ន្ធ model ក្នុងការជួយសាររបស់សិស្សនិស្សិតភាគចំនួនសិស្សនិស្សិតនិងកំណត់ការចូលរួមប្រព័ន្ធ model literacy របស់ហើយទំនាក់ទំនងរវាងឆ្នាំសិក្សានិងប្រសិទ្ធភាពក្នុងការប្រើប្រាស់ model concept សិក្សាពីចិត្តនៃការយកចិត្តទុកដាក់របស់សិស្សនិស្សិតចំពោះប្រព័ន្ធ model ហើយហ្នឹងយោបល់និងសំណើដើម្បីបង្កើនប្រសិទ្ធភាពនៃប្រព័ន្ធ model ខ្ញុំទៅការពារ slide របស់ខ្ញុំចូលទៅ9ខ្ញុំឈ្មោះសមុទ្រដែលតំណាងមិញលេខតំណាងលេខរៀងលេខ5ពេលខ្ញុំឡើងមកបកស្រាយតំណាងក្រុមដែលបានដាក់ឲ្យធ្វើអញ្ចឹងគេបានចែកការងារឲ្យធ្វើអញ្ចឹងគ្រូឲ្យរៀបចំមក slide ទាំងអស់មករបស់គ្នាអញ្ចឹងចំណុចដែលខ្ញុំទៅបកស្រាយគឺខ្ញុំសូមអាន slide របស់ខ្ញុំខ្ញុំនៃ frequency frequency ត្រូវបានប្រើសម្រាប់វិភាគអត្ថតែមួយ single variable ក្នុងពេលតែមួយវាបង្ហាញឲ្យយើងឃើញថាតើតន័យនីមួយគឺប្រមាណយើងអាចរាប់ count និងមានភាគរយប្រមាណ percentage ចំណុចដែលខ្ញុំឡើងស្រាវជ្រាវរបស់ស្រាយមាន AQ 12និយាយពីមានន័យថានេះគឺតំណាងខូដតំណាងនិយាយពីគុណភាពមេរៀន LMS ហ្នឹង
ហើយ2 AQ13 គឺស្មើនឹងអត្ថន័យថា AQ13 អត់ខូចនេះអត្ថន័យពីពីការប្រើប្រាស់បងប្អូនអត់ជួបបញ្ហាអ្វីខ្លះស្រួលមកអញ្ចឹងទៅគឺក៏បាច់នេះខ្ញុំសូមធ្វើ slide បន្ទាប់ទៀតដែលនិយាយឲ្យយើងសិក្សាហៅ SPS ហើយយើងវិភាគមកយើងចាប់ថា12 AQ12 គុណភាពនៃមេរៀនហ្នឹងយ៉ាងម៉េចអញ្ចឹងយើងឃើញថាមានកម្រិតចំនួននិងភាគរយកំណើនអញ្ចឹងมันល្អมันចំនួនមួយនេះមិនខ្ញុំមានចំនួន21នេះល្អចំនួននេះស្រុកតែ5នាក់នេះជាងតែនេះយើងជាសូវមិនសូវល្អប៉ុន្មានដោយសារតែនៃតិចដែរអញ្ចឹងបើយើងអាចបកស្រាយបានណាពេលទាំងអស់គ្នាអាចអានតាមនឹងទៀតបានទៅ pie chart គុណភាពនៃមេរៀនមុនដល់នេះយើងសិក្សាឃើញថាគុណភាពមេរៀនកម្រិតមធ្យមមានភាគរយច្រើនជាងគេ 74.24% គុណភាពកម្រិតមិនល្អមានចំនួនស្មើនឹង 17.14% និងគុណភាពមេរៀនដែលកម្រិតល្អមានភាគរយតិចជាងគេ 3.57% គឺគុណភាពការវិនិច្ឆ័យគឺឃើញថាកម្រិត LMS ហ្នឹងគឺល្អគឺតិចមែនទេអញ្ចឹងអាចថាមធ្យមកម្រិតដែលមធ្យមគឺច្រើនអាចទៅយកបានគឺច្រើនខ្ញុំទៅ frequency ដែលមួយតារាងក៏មួយច្បាប់មួយទៀតនិយាយពី AQ13 ក៏ប៉ាល់មែនជួបបញ្ហាមានការលំបាកមធ្យមងាយស្រួលអញ្ចឹងតែងាយណាស់ហើយឃើញថាពិបាកមានចំនួនម្នាក់ហើយមធ្យមមានចំនួន7នាក់ហើយងាយមានចំនួន2នាក់22នាក់ងាយមានចំនួន5នាក់ខ្ញុំសូមទៅហើយឆារបស់ខ្ញុំគឺយើងឃើញថាបកស្រាយយើងបកស្រាយឲ្យឃើញថាការប្រើប្រាស់ងាយមានចំនួនភាគរយច្រើនជាងគេ 62.86% ការប្រើប្រាស់មធ្យមមានចំនួន20%មធ្យមមាន 20.0% គឺថា 20% ការប្រើប្រាស់ងាយស្រួលណាស់មានចំនួន 14.24% និងការប្រើប្រាស់ការលំបាកហ្នឹងវាតិចជាងគេបាទតិចជាងគេគឺ 2.84% បាទអញ្ចឹងការបកស្រាយ slide ដែរ description នៃការពីស្រាយរបស់ខ្ញុំដូចជាហ្នឹងបាទ reference ខ្ញុំអាចដាក់ description reference ខ្ញុំស្រាវជ្រាវដាក់ក្នុង description ហើយលោកគ្រូវីដេអូលោកគ្រូអឹងឡាសុកម្ដងក៏មិនផុសអញ្ចឹងយើងចាំមើលជាក់ថែមហ្នឹងហើយវីដេអូរបស់ខ្ញុំមានដូចជាប៉ុណ្ណាការបកស្រាយរបស់ខ្ញុំបាទសូមអរគុណលោកគ្រូនិងអរគុណអ្នកទាំងអស់គ្នាដែលបានមើលវីដេអូទស្សនាវីដេអូរបស់ខ្ញុំសូមអរគុណ